អូនត្រូវបានបាត់បង់លុយ$1000ជាងបងប្អូននៅក្នុងเพจ Win Win ស្រុកស្រែបងប្អូនចឹងហើយចាប់ពីថ្ងៃនេះតទៅនាងខ្ញុំមិនមានចំណូលពីเพจទៀតទេបងប្អូនកុំតាមសំលុយនាងខ្ញុំបងប្អូនកុំតាមខ្ចីលុយនាងខ្ញុំអធិស្ឋានផងណាដោយសារតែនាងខ្ញុំមិនមានលទ្ធភាពទេថ្ងៃនេះនាងខ្ញុំចង់ប្រាប់បងប្អូនថានាងខ្ញុំបង្កើតเพจនេះដើម្បីរកចំណូលថ្មីក៏ប៉ុន្តែមិនទាន់ជោគជ័យទេបងប្អូនអរគុណសម្រាប់បងប្អូនជួយគាំទ្រណាបើសិនជាបងប្អូនចង់ចេះមុខម្ហូបចាដែលនាងខ្ញុំឆ្នៃបងប្អូនចង់ចេះដាំដំណាំបងប្អូនចង់មានភាពរីករាយពីការថតបង្ហាញបន្លែស្រស់ៗថ្មីស្រុកខ្មែររបស់យើងដាំបងប្អូនតាមដានเพจនេះណាអរគុណបងប្អូនអរគុណ fan ជាទីគោរពឥឡូវនេះតោះសើចសប្បាយជាមួយនាងខ្ញុំណាលោកប្តីនាងខ្ញុំហ៎បន្ទាប់ពីការដាំដំណាំក៏ចេះកំ pl ែងដែរអេហើយពងធ្វើអីគេហ្នឹងមានអីអូនឡើងលើផ្លូវមកឯណាអញ្ចឹងឡើងឲ្យរួចមកឯងខំប្រឹងមកអញអត់ជួយឯងស្អាតទៅអត់ជួយអញបាច់ឡើងក៏បាននេះមិនម៉ែអញនេះមិនសមពាក់មាសទេមុខហ្នឹងសមតែកាន់បន្លែសុំនិយាយពិតណាស្អាតតែមាសមុខមិនស្អាតទេអញ្ចឹងអីអ្នកមីងដោយសារតែអ្នកមីងចាស់ជាងនេះខ្ញុំណានាងខ្ញុំបិទអ្នកមីងមិនឲ្យគេឃើញហើយនាងខ្ញុំក៏និយាយពិតនិយាយត្រង់ប្រាប់អ្នកមីងដែរតោះអ្នកមីងជួបជាមួយនាងខ្ញុំណាតាមពិតទៅរូបភាពហ្នឹងកាត់តលេងទេមីងអ្នកមីងដឹងទេនេះគឺជាទីផ្សារធ្វើเพจដើម្បីឲ្យ fan របស់នាងខ្ញុំខមមិនទៅខមមិនមកអញ្ចឹងเพจរបស់នាងខ្ញុំដើរក៏ប៉ុន្តែអ្នកមីងហេតុអ្វីអ្នកមីងមិនចេះមើលថារូបពិតឬក៏រូបคล้ายបើសិនជានាងខ្ញុំថាអ្នកមីងល្ងងតែអ្នកមីងចេះអន់ចិត្តដូចនាងខ្ញុំអន់ចិត្តអ្នកមីងដែរទេអ្នកមីងដឹងទេនាងខ្ញុំសុថាវិនតាំងពីអាយុ16នាងខ្ញុំចេញធ្វើការនាងខ្ញុំមានប្រមាណឲ្យអ្នកម្ដាយទាំងអស់នៅពេលដែលនាងខ្ញុំមានស្វាមីនាងខ្ញុំជូនជាប្រាក់ខែបងប្អូនដឹងទេចំនួនមុនកូវីដនាងខ្ញុំជូនមួយខាង600មួយខាង600ចំនួនហ្នឹងមាសមួយតម្លឹងត្រឹមតែអត់ដល់300ទេចាបងប្អូនគុណលុយទៅតែនាងខ្ញុំមានមាសប៉ុន្មានតម្លឹងពាក់ចាហើយឪពុកម្ដាយបង្កើតរបស់នាងខ្ញុំជួយតាំងពីអាយុ16មកដល់ឥឡូវចាបើសិនជានាងខ្ញុំមិនជួយលោកពុកអ្នកម្ដាយរបស់នាងខ្ញុំនាងខ្ញុំសល់វិឡាពីហើយបើគិតជាមាសច្រើនតម្លឹងណាស់អ្នកមីងក៏ប៉ុន្តែនាងខ្ញុំម្នាក់នេះរស់ជាមួយអ្នកម្ដាយឲ្យតែអ្នកម្ដាយចាមានអាហារ3ពេលរស់មិនមានមាសពេជ្រចាពាក់ក៏នាងខ្ញុំសប្បាយចិត្តដែរសូមអ្នកមីងគិតផងណាបើសិនជានាងខ្ញុំមានមាសឬក៏ពេជ្រពាក់មែនទេណាអ្នកមីងមិនហ៊ាននិយាយពាក្យហ្នឹងទេមែនទេប្រហែលជានិយាយថាអូយស្អាតមែនសុថាវិនបងប្អូនប៉ុណ្្នឹងឯងនិយាយចង់មើលរយៈនេះនាងខ្ញុំចង់តបងប្អូនដោយសារច្រើនពេកហើយបងប្អូនឆ្ងល់សួរថាហេតុអីអ្នកទៅនាងខ្ញុំច្រើនមែនបងប្អូនរាល់ថ្ងៃនាងខ្ញុំធ្វើเพจ4ចាលក្ខណៈសកម្មរាល់ថ្ងៃเพจហ្នឹងនិងเพจសុថាវិន eating ចាហើយបើเพจបុកល្ហុងក៏ដូចជាเพจវិនសុកស្រែមួយនាងខ្ញុំផុសទៀតអញ្ចឹងណាវាមានវីដេអូផ្ទុះហើយចាក្នុង4เพจហ្នឹងដល់ពេលអញ្ចឹងបងប្អូនឃើញច្រើនហើយមានអ្នកខ្លះបងប្អូនអើយថាចូលថាឲ្យនាងខ្ញុំហ្នឹងឈប់ធ្វើเพจទៅកូនរបស់គាត់នៅពេលដែលអូឃើញនាងខ្ញុំហ្នឹងយំបងប្អូនជួយគិតទៅមើលអញ្ចឹងណានាងខ្ញុំទ្រាំអត់បានទេលោកប្តីនាងខ្ញុំក៏អត់ឲ្យនាងខ្ញុំតទេក៏ប៉ុន្តែតខ្លះទៅបងប្អូនបន្តិចបន្តួចចាគឺជាការកំសាន្តតបជាមួយអ្នកទៅហេណាបងប្អូនណា